សួស្តីអ្នកនរគ្នាខ្ញុំឈ្មោះងើយប៊ុនស៊ីងហើយវីដេអូនេះខ្ញុំមកនិយាយពីការប្រើប្រាស់ basic command line នៅក្នុង Ubuntu server ដើម្បី combine ឬក៏ compress file និង directory តោះអញ្ចឹងខ្ញុំចាប់ផ្ដើមនេះគឺជា lecture note របស់ខ្ញុំដែលក្នុងការ combine គឺយើងប្រើថាហើយក្នុងការ compress យើងមាន3 method គឺ zip gzip ហើយនិង bzip2 អញ្ចឹងយើងចាប់ផ្ដើមមកដោយថាវាមកពីពាក្យពេញគឺ tab archive ដែលវាប្រើសម្រាប់ combine file ឬនិង directory មូលហេតុដែលយើង combine គឺភាគច្រើនយើងចង់ backup វាទុកដូចជាការ move ឬក៏ copy វាយកទៅទុកចឹងទៅដោយសារតែការ combine វាធ្វើឲ្យ file ដែលច្រើនវាខ្លាយទៅជា single file មួយដែលយើងងាយស្រួលក្នុងការ copy មែនទែនតោះអញ្ចឹងដើម្បី combine វាបានយើងប្រើ command នេះថា .cpf ហើយឈ្មោះ file ថាដែលយើងចង់ដាក់ហើយនិង file ដែលយើងចង់ combine វាហ្នឹងដែល cpf នេះ C គឺមានន័យថា combine ឬក៏ create burn archive ហើយ V គឺ verbose ហើយ F គឺ specify file name តោះអញ្ចឹងខ្ញុំទៅឲ្យអ្នកគ្នាមើលតើតើនឹងការ combine ហ្នឹងអញ្ចឹងខ្ញុំត្រូវការបង្កើត directory ហើយនឹង file មួយចំនួនសិនខ្ញុំដាក់ថា dir 1.7ហើយខ្ញុំបង្កើត file មួយចំនួនដែរខ្ញុំដាក់ថា doc 1.7ដែរនេះអញ្ចឹងខ្ញុំបង្កើតបានហើយខ្ញុំធ្វើការ combine ឲ្យអ្នកនរគ្នាមើលខ្ញុំដាក់ថា .cpf ឈ្មោះ file ថាដែលខ្ញុំចង់ដាក់ខ្ញុំដាក់ថា test ថា ហើយខ្ញុំដាក់ directory 1ហើយនឹង 11ចូល directory 1និង11ចូលនេះអញ្ចឹង directory 1និង11យើង view វាមក ls .l អញ្ចឹងនេះគឺមកហើយទំហំ file របស់វាគឺ10000ជាងដែលវាមើលទៅវាធំដូចស្មើតែវាគ្រាន់តែជាការ combine វាមិនមែនជាការ compress ទេយើងអាច view នៅក្នុង file ថានឹងបានថាតែនៅក្នុង file ថានឹងវាមានអីគេខ្លះក្នុងនោះដែលយើងប្រើថា .tf ហើយឈ្មោះ file ថាហ្នឹងនេះចេញមកអញ្ចឹងយើង view បានឥឡូវខ្ញុំលុប directory 1ហើយនឹង11នឹងចោលដើម្បីយើងextract file ថាមកវិញកុំឲ្យវាជាន់គ្នាអញ្ចឹង om directory 1ហើយនឹង11.tt អញ្ចឹង directory 1ហើយនឹង11ខ្ញុំលុបចោលហើយអញ្ចឹងយើងទៅមើលថាតើការ extract យើងប្រើ command មិនចំពោះការ extract យើងគ្រាន់តែដូរពី C មក H ដែល H គឺមានន័យថា extract V verbose ហើយ F specify file name ទៅដែរហើយនឹងឈ្មោះ file ថាដែលយើងចង់ extract ហ្នឹងអញ្ចឹងយើងចាប់ដើមថា .hvf ហើយ test ថាហើយខ្ញុំ ls .l អញ្ចឹងនេះមកវិញអញ្ចឹងចំពោះការ combine មានតែប៉ុណ្្នឹងទេយើងចូលដល់ការ compress ម្ដងការ compress មាន3គឺ zip gzip ហើយនឹង bzip2 ដែល3នេះគឺមានលក្ខណៈខុសគ្នាដោយ zip គឺវា combine ផងហើយនឹង compress ផងហើយចំណែកឯ gzip វាបានតែ compress ទេអញ្ចឹងបើយើងចង់ combine វាតើយើងយក file ថាដែលយើងមានហ្នឹងយកមក combine មកហើយវាការ compress របស់វាគឺ compress បានទាំង file ទាំង directory ចំពោះ bzip2 គឺដូចគ្នានឹងវាស្តៀងគ្នានឹង gzip ដែរដែលវាបានតែ compress ទេវាអាច combine បានដូច zip ទេហើយចំពោះការ compress របស់វាទៀតគឺវាអាច compress directory បានទេ compress បានតែ file ទេអញ្ចឹងយើងប្រកាសជាមានលក្ខណៈគិតបែបឆ្លាញ់មួយថាជុំអញណាមិនប្រើ zip ហ្មងទៅមិនស្រួលជាងគេការពិតទាំងអស់នេះគឺវាមានគុណសម្បត្តិរបស់វារៀងខ្លួនដោយ zip វាមានគុណសម្បត្តិផ្សេង gzip វាមានគុណសម្បត្តិផ្សេងហើយ bzip2 វាមានគុណសម្បត្តិផ្សេងដូចគ្នាដោយzip ហ្នឹងរបៀបថាពេលយើង compress វាទៅ file វាធំជាង gzip ហើយនឹង bzip2 វាអញ្ចឹងវាមានវា compress អត់សូវបានល្អដល់2ទៀតទេបើ gzip វា compress បានទាំង file ទាំង directory ហើយវា compress បានគួរសមប៉ុន្តែវាអត់ compress តូចបានល្អដោយ bzip2 នេះទេប៉ុន្តែ bzip2 នេះវាមានគុណវិបត្តិរបស់វាគឺយើង compress បានតែ file ទេតោះអញ្ចឹងខ្ញុំចាប់ដើមមកមួយ zip ម្ដងតោះ zip .or ខ្ញុំដាក់ឈ្មោះ zip ខ្ញុំដាក់ថា test zip .zip ខ្ញុំដាក់ 12.tt ហើយនឹង directory 2អញ្ចឹងយើង view វាមកនេះយើងមើលទៅឃើញវាទូចមែនទែនវាសល់តែ304ទេបើអាចយើង combine នេះយើងដាក់ directory 1ហើយមួយ file មួយដូចគ្នាយើងឃើញវាឡើង10000ជាងពេលនេះតា304
ចឹងការ zip យើងប្រើវិធីសាស្ត្រហ្នឹងហើយចំពោះការ unzip យើងប្រើពាក្យថា unzip ហើយនឹងឈ្មោះ file មកគឺវា unzip ហើយខ្ញុំដាក់ wait ខ្ញុំត្រូវលុប file ដែលខ្ញុំបាន compress វាសិនចឹងខ្ញុំលុបdirectory 2ហើយនឹង doc 2ខ្ញុំ ls ឲ្យមើលម្ដងទៀតចឹងវាបាត់ហើយអា directory 2ហើយនឹង doc 2ហ្នឹងចឹងយើង unzip វាមក unzip ហើយ test zip ហ្នឹងហើយវាមកវិញហើយ ls doc ចឹងយើងឃើញវាត្រឡប់មកវិញហើយខ្ញុំ clear ចោលម្ដងទៀតតោះចឹងយើងទៅ gzip ម្ដង gzip វាស្តៀងត zip ដែរទេគ្រាន់ថាវាអត់ combine ចឹងខ្ញុំត្រូវយកចូលមើលសិនចឹងខ្ញុំត្រូវយក file ថាដែលមានហ្នឹងខ្ញុំយកវាមកដាក់ជាមួយនឹង gzip ហ្នឹងតោះចឹងចូលបន្តចឹងខ្ញុំ copy file ថាមួយសិនម្ដងទៀតសុំទោសខ្ញុំ copy ខុសតែខ្ញុំត្រូវដាក់ត្រឹមតែថាម្ដងទៀតហើយខ្ញុំដាក់ gzip .org ហើយ test g is already exist saying do you wish to override ខ្ញុំ yes មកទៅចឹងមិញខ្ញុំ replace វាហើយចឹងយើងទៅ view វា detail របស់គ្នានេះអ្នកនរគ្នាឃើញវាទូជាង zip ទៀត gzip ហ្នឹងចឹងអានេះវាជាគុណសម្បត្តិរបស់វាមួយហើយអា gzip ហ្នឹងវាដូចតែធម្មតាតែយើងចង់យើងបើចាំថាហើយចាំយើងបើចាំដាក់វាទៅជា file ថាចាំ gzip វាក៏បានយើងពេលយើងមាន directory មួយយើង gzip វាហ្មងក៏បានដូចឥឡូវខ្ញុំចង់compress វាជាមួយនឹង directory 7ខ្ញុំដាក់មក gzip.org ហើយ directory 7ខ្ញុំ ls មក wait ចម្លងទៀតខ្ញុំសាកវាមួយ file វិញខ្ញុំដាក់ doc 7 .tt នេះអ្នកទាំងគ្នាយើងចាំដាក់វាទៅជាមួយនឹងតាម item ក៏បានវា compress បានដូចគ្នាអញ្ចឹងរបៀប uncompress វាយើងគ្រាន់តែដាក់ unzip .org ហើយយើងដាក់ file ដែលយើងចង់នេះមកngzip វាវិញមកយើងធ្វើបាច់តោះយើងទៅ view របស់គ្នាអញ្ចឹងឃើញតែវាបានបាត់ហើយវាពលាទៅវិញអស់ហ្នឹងហើយអញ្ចឹងខ្ញុំបង្កើតវាមួយទៀតវិញដើម្បីយើងទុក compare មួយ bzip2 មួយទៀតអញ្ចឹងមកវិញហើយខ្ញុំសុំ clear មួយទៀតអញ្ចឹងយើងចូលដល់ bzip2 យើង compress បានតែ file ទេបាទអញ្ចឹងទៅសាកមានបងប្អូនខ្ញុំមើលសិនខ្ញុំត្រូវ copy file ថាមួយទៀតសិន test ថាទៅជា test bzip2 test ថាទៅ bzip2.com តោះខ្ញុំសាកវាជាមួយនឹង bzip2 ហ្នឹង bzip2 ហើយខ្ញុំដាក់ alpha ខ្ញុំ copy មក test b test នេះអ្នកនរគ្នាវាបានទូជាង gzip ទៀតតាម145ទេដោយសារតែ file យើងវាទូអញ្ចឹងយើងឃើញខុសគ្នាតិចទេប៉ុន្តែកាលណា file វាធំទៅយើងប្រើ method មួយហ្នឹងយើងនឹងឃើញទំហំដែលវាខុសគ្នាមែនទែនហើយវាច្រើនអញ្ចឹងរបៀប unzip គឺដូចគ្នាយើងគ្រាន់តែថែម នៅពីមុខ zip ហ្នឹងហើយដាក់វាមកវា unzip វិញអញ្ចឹងខ្ញុំដាក់មក b unzip 2ហើយខ្ញុំដាក់ file បញ្ចូលមកវា unzip វិញអញ្ចឹងចំពោះ method 3ហ្នឹងគឺមានតែប៉ុណ្្នឹងប៉ុន្តែវាមានអីលើពីហ្នឹងតិចទៀតដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាគឺយើងអាចប្រើថាជាមួយនឹង bzip2 នៅក្នុងបណ្លាញបានហ្មងថាបូក bzip2 ហើយនឹងថាបូក gzip យើងអាចប្រើវាតែមួយ line បានតោះអញ្ចឹងចាប់តាម
ខ្ញុំចាប់តាមនឹងថាជាមួយនឹង B12 មុនចុះដោយសារតែខ្ញុំរៀបវាមកលំដាប់អីចឹងនេះតោះ CJVF តែខ្ញុំអរគ្នាថាដក CJVF ហើយយើងដាក់ឈ្មោះមកហើយខ្ញុំដាក់ជប់គោដាក់ឈ្មោះវាថាម៉េចថា B12 ខ្ញុំដាក់ថា B12 ហ្មងចុះថា B12 dot ថា dot GZ2 វានៅដល់នេះខ្ញុំគិតថាគួរតែ clear មួយសិនចឹងខ្ញុំនឹងដាក់ directory 5 6ចូលតោះ wait នេះខ្ញុំដាក់ directory 5 directory 6ហើយ10 5 dot 6ចឹងយើងយូរវាអរគ្នា ls dot l ថា10នេះអ្នកនរគ្នាមកហើយទំហំរបស់វាក៏ទូចដែរតែ133ទេត្រូវ133ទេហើយការ unzip ក៏ដូចតែឥឡូវដែរទេគឺយើងប្រើថាហើយប្រើ option x ចឹងយើងដាក់មកថាដក x hjvf ហើយយើងដាក់ file ដែលយើងចង់ extract ហ្នឹងមកថា b10 ថាដក hjvf ថា b10 2 dot ថា dot gz2 ចឹងយើង extract វាបានទេដោយសារតែវាប្រើមួយ directory អត់បានចឹងហើយបានពេលដែលយើងបង្កើតវាដាក់ cannot state ខ្ញុំភ្លេចខ្ញុំច្រឡំពេលហ្នឹងសុំទោសហើយវា compress បានតែfile ទេ directory គឺបានមកទេចឹងហើយជាហេតុដែលយើងឃើញតែ directory ពីរនេះនៅកន្លែងនេះនៅពេលដែលយើង extract វាខ្ញុំភ្លេចចាប់អារម្មណ៍ដែរនឹងសុំទោសហើយចឹងយើងចូលដល់ថាជាមួយនឹង G10 ម្ដងតោះខ្ញុំ clear មួយសិនថាជាមួយ G10 ចឹងយើងដាក់មកថាដក CZVF ហើយ file ដែលយើងចង់ដាក់មកខ្ញុំដាក់ថា G10 dot ថា dot gz ដកថា dot gz ហើយខ្ញុំដាក់ file ដែលខ្ញុំចង់ combine និង compress វាចូលខ្ញុំដាក់ directory 7ហើយនឹង10 ចូលណា17 cannot stand អូដោយសារ17ខ្ញុំជាប់ប្រើវាដោយសារខ្ញុំ compress វាមួយអា G10 ហ្នឹងស្រាប់ហើយអញ្ចឹងខ្ញុំដូរដាក់ត្រឹម5វិញ5មានខ្ញុំដូរវាដាក់ត្រឹម5វិញសុំទោសនេះអញ្ចឹងវាមកហើយយើងអាច view វាទាំងអស់គ្នាមិញគឺខ្ញុំដាក់ថា G10 អូខ្ញុំសេខុងខ្ញុំដាក់ថា D10 នេះមកអ្នកនរគ្នាតែខ្ញុំសេខុសសុំទោសអញ្ចឹងយើងទៅ extract វាអ្នកនរគ្នាការ extract យើងប្រើ option HZVF តោះថាដក HZVF ការ combine និង extract យើងគ្រាន់តែដូរពី C មក X មក C មកក្រៅពីហ្នឹងគឺវាស្តៀងគ្នាទេហើយខ្ញុំដាក់ឈ្មោះ file ថាចុះថា D អីហ្នឹងមកអញ្ចឹងវា extract បានហើយអញ្ចឹងនៅវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយក៏មានកំហុសខុសច្រើនដែរដោយសារតែខ្ញុំចេះតែ click អញ្ចឹងសុំទោសហើយអរគុណអ្នកនរគ្នាដែលបានតាមដានវីដេអូនេះបាទជម្រាបលា